ទៅផ្សារឃើញក្តាមល្អពេកបងប្អូនអើយទិញ2គីឡូមកធ្វើម្ហូបញ៉ាំសម្រាប់ក្តាម2គីឡូខ្ញុំលេបបានម្ហូប3មុខបងប្អូនខ្ញុំយកទៅធ្វើក្តាមប្រៃឆាម្រេចប្រៃផ្អែមនិងសម្លម្ជូរខួរក្តាមហើយសម្រាប់ថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើសម្លម្ជូរខួរក្តាមឲ្យមានរសជាតិឆ្ងាញ់ខ្ញុំយកក្តាមនឹងខ្ទង់ប្រហែលជា7ខាំយើងសម្អាតវាស្អាតមកបកស្នូលបកអីឆ្កឹះខ្លាញ់ឆ្កឹះអីស្អាតមកបងប្អូនហើយយើងយកក្តាមយើងទៅបុកវាពូតយកទឹកវាហើយយើងទុកវាមួយឡែកសិនមកហើយយើងដាំទឹកបន្តិចមកបានហើយបងប្អូនហើយយើងដាក់ប្រហុកចូលយើងជ្រុំប្រហុកមកល្មមមកយើងចាប់ផ្ដើមដាក់គ្រឿងទេសចូលខ្ញុំដាក់ស្ករ1ស្លាបបាយប៊ីចេង1ស្លាបកាហ្វេទឹកត្រី3ស្លាបបាយនិងបើមកយើងនឹងមកកន្លះស្លាបបាយមកបងប្អូនហើយយើងដាក់ត្រគាបក្តាមហើយនឹងខួរក្តាមដែលយើងបានឆ្កឹះពីស្នូលនឹងដាក់ចូលមកយើងទុកវាឲ្យពុះបន្តិចមកបន្តមកទៀតចាប់ផ្ដើមដាក់អំពិលទុំយើងអំពិលទុំដាក់រៀងច្រើនតិចមកបងប្អូនព្រោះសម្រាប់មុខនេះរៀងស៊ីមជូរបន្តិចហើយយើងដាក់ល្ហុងចូលមកសម្រាប់ល្ហុងឈូសដូចខ្ញុំចឹងមកហើយយើងទុកវាឲ្យពុះមកឲ្យល្ហុងយើងរៀងទន់សាច់បន្តិចមកយើងមកដាក់ទឹកដែលយើងបានបុកទឹកក្តាមយើងយើងយកកត្រងមកត្រងបន្តទៀតមកក្រែងលោខ្លាច់វាមានកាកមានអីចឹងយើងពិបាកញ៉ាំស្លមជូរខួរក្តាមយើងឆ្អិនណាយើងបងប្រភៅហើយនឹងម្ទេសហឹរចូលបន្តិចមកប៉ុណ្ណឹងរួចរាល់បងប្អូនអើយហើយយើងដួសដាក់ចានមកមានបាយមានទឹកត្រីម្ទេសអីចឹងមកក្រែងលោរៀងសាបរៀងអីចឹងណាយើងថែមទឹកត្រីម្ទេសទៀតមកជាតិហ្មងបងប្អូនអើយឆ្ងាញ់ណាស់ហត់ទឹកក្តៅទៀតណាអូយនិយាយពីថាជាតិត្មងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាហើយជួយ like ជួយ share វីដេអូបងប្អូនផងអរគុណ